បងកើតទីពីរជាអ្នករក្សាទី3អស់ចាតែមានងារអ្នកបំផ្លាញទាំង3រួមគ្នាអំណាចខ្លាំងក្លាកើតឡើងដូចទឹកដីភ្លើងអាចផ្ទុះបំផាំងគ្រប់យ៉ាងជាព្រឹត្តិការណ៍កើតអភិនិហាដោយធម្មជាតិជួបអភូតហេតុបង្កើតយើងទាំង3ឲ្យបានជួបគ្នាយើងរួមកម្លាំងកំចាត់អសត្វត្រូវព្យុះភ្ជមីយើងត្រូវរួមគ្នាហើយជួយឲ្យស្រុកតែយើងបានសុខសាន្តពួកយើងទាំង3ប្រៀបដូចលំពែងត្រីសូលពូពីហ៊ានបដូរកកាយជន់ពីបងកើតទី2ជាអ្នករក្សាទី3អស់ចាតែមានងារអ្នកបំផ្លាញទាំង3រួមគ្នាអំណាចខ្លាំងក្លាកើតឡើងដូចទឹកដីភ្លើងអាចផ្ទុះបំផាំងគ្រប់យ៉ាងជាព្រឹត្តិការណ៍កើតអភិនិហាដោយធម្មជាតិជួបអភូតហេតុបង្កើតយើងទាំង3ឲ្យបានជួបគ្នាយើងរួមកម្លាំងកំចាត់អសត្វត្រូវព្យុះភ្ជមីយើងត្រូវរួមគ្នាហើយជួយឲ្យស្រុកតែយើងបានសុខសាន្តពួកយើងទាំង3ប្រៀបដូចលំពែងត្រីសូលពូពីហ៊ានបដូរកកាយជន់ពីខ្ញុំថាគុំអីយីណានេះនាងបលីត្រូវការវត្ថុបុរាណពីគាត់ដែលគាត់បានសន្សំទុកបើរបស់នោះនៅមានលោកបញ្ញាប់លក់វាទៅព្រោះតកែឆាងលោកដឹងចរិតហើយបើចង់បានអ្វីគឺយកអារបស់នោះឲ្យតតែបានតែបើមិនបានប្រៀបដូចជាស្ដេចយមរាជចង់បានវិញ្ញាណរបស់អ្នកណាម្នាក់អញ្ចឹងអ្វីដែលលោកនិយាយនោះខ្ញុំគ្មានទេហើយបើសិនជាខ្ញុំមានក៏ខ្ញុំមិនព្រមលក់ឲ្យអ្នកណាម្នាក់ដែរខ្ញុំស្គាល់ចរិតលោកច្បាស់ណាស់តាំងពីនៅវ័យកំឡុងស្វែងរកវត្ថុបុរាណជាមួយគ្នាតែចរិតលោកបើមានរំអុយប្លែកលោកនឹងយកទុកតែខ្ញុំក៏មិនដឹងថាវត្ថុនោះវាជាស្អីដែរព្រោះវត្ថុដែលពុកសន្សំទុកមានច្រើនខ្លាំងណាស់វត្ថុខ្លះគាត់ក៏ទុកនៅផ្ទះវត្ថុខ្លះទៀតគាត់ក៏ទុកនៅធនាគារហើយវត្ថុមួយចំនួនទៀតគេក៏សំយកទៅតាំងពីពណ៌បង្ហាញតែខ្ញុំមិនដឹងថារបស់នោះជាអ្វីទេតែខ្ញុំប្រាប់លោកថាក្នុងនោះគឺអាថ័ន្តណាលោកក៏មកទៅជំនឿពេកអាថ័ន្តអីដីវិនិច្ឆ័យនឹងអន្តរាយយើងមកដល់ជឿខ្ញុំទៅបើមានឆាប់លក់វាទៅលោកយើងសាតែអរគុណហើយបើអញ្ចឹងបន្ទាប់ពីនោះមកតកែឆាននោះក៏ទៅរកពួកខ្ញុំដល់ផ្ទះ វាគឺជាវត្ថុតែម្យ៉ាងគត់
ដែលនាំឲ្យយើងរកឃើញសម្បត្តិមហាសាលនោះណា លោកពុក ចា សូមអញ្ជើញ ចាន់កូនយកសភៅនេះទៅទុកក្នុងបន្ទប់ដាក់សភៅរបស់យើងពុក ចាលោកពុក វាជាកិច្ចព្រមព្រៀងដែលដឹងតែយើងពីរនាក់បើមានអ្វីចាំបាច់ឲ្យម្នាក់ទៀតត្រូវទៅចោលម្នាក់ដើម្បីរួចជីវិតផ្លូវកិច្ចអសន្នគឺជាផ្លូវសំណាក់ក្រោយរៀនអសិភៅដែលនាំទៅដល់ព្រៃខាងក្រោយដែលជាកន្លែងដែលខ្ញុំឈប់មើលផ្ទះជាមួយនឹងរូបភាពឪពុកខ្ញុំតែត្រូវដុតនៅក្នុងភ្លើង វាមិនព្រមប្រាប់ថារបស់នោះនៅឯណាទេហើយវាក៏គ្មានឱកាសតទៅទៀតដែរ បើអញ្ចឹងត្រូវតែដុត ក្នុងផ្ទះនោះមានរបស់មានតម្លៃច្រើនណាស់វត្ថុបុរាណមាសប្រាក់ កុំឃើញរបស់បន្តិចបន្តួចតែបើរបស់ដែលយើងតាមរកមានពិតទោះជាភ្លើងដុតយ៉ាងណាក៏វាមិនអាចបំផ្លាញបានដែរតែយើងត្រូវតែដុតឲ្យផូរផង់នៅក្នុងគំនរភ្លើង ដុត ពួកអានេះអាក្រក់ជួយជាតិណាស់វើយហើយមកទេណាមកទៅមកហើមនៅអត់ទៀត អូនិយាយចឹងនេះកម្មសាក់យើងណាទៀតអត់ណាបើអញ្ចឹង អេបើអញ្ចឹងគួរតែទៅនៅផ្ទះអាពេទ្យជាមួយគ្នាតែម្ដងទេយ៉ាងម៉េចដែរ ណែគុំគិតថាគុំនឹកស្មុកគ្រប់របស់លោកអ្នកដតីគេគិតមិនដឹងណា បើនិយាយតាមការគួរសមណាច័ន្ទគួរទៅនៅផ្ទះនាងប៉ូលីសទើបល្អប៉ុ
ប៉ុន្តែបើនិយាយពីសុខភាពវិញច័ន្ទគួរនៅផ្ទះខ្ញុំល្អជាង នេះបានន័យថាយ៉ាងម៉េចណាលោកប៉ែត គឺទី1ពុទ្ធកាយច័ន្ទនៅស្មានម្ដងរឿងទី2ពេលដែលពីរអ្នកយើងទៅធ្វើការបាត់មានមនុស្សទៅនេះអត់មានការងារធ្វើបានមើលថែច័ន្ទផងអេនេះភ្លេចហើយថាគ្នាក៏មានអាជីពដែរវើយគឺអាជីព freelance ហើយហ៎អត់ដែរលឺ freelance ណា ហើយគិតយ៉ាងម៉េចដែរអាចារ្យគិតថាអាចទ្រាំនៅការនេះមិនដែរ ខ្ញុំអត់អីទេខ្ញុំទុកចិត្តបងប៉ែនិងបងបល ប៉ុន្តែខ្ញុំមិនទុកចិត្តទេចាំខ្ញុំនឹងឧស្សាហ៍តែមើលបានញឹកញាប់ ឃើញហើយនេះរកលេសមកជួបខ្ញុំតបានមកជួបបានញឹកញាប់ណាឃើញអត់អូអ្នកនាងប៉ូលីសហើយអញ្ចឹងគួរតែរៀនចេះអ៊ីនខ្មែរខ្លះណា ញីមិនអីទេតាមនឹងចាស់តែខ្ញុំសុំត្រឡប់ទៅវិញមកសិនណាខ្លាចថាបើនៅទីនេះបន្តិចទៀតជីវិតជាប៉ូលីសខ្ញុំនេះអាចនឹងត្រូវខ្លាចទៅជាឃាតករវិញថាបាន អូយនេះប្រហែលជាទទួលការពិតមិនបានទេមើលទៅឯខ្មៅនេះឯងចង់បានន័យថាម៉េចយើងធ្វើតាមឯងគ្រប់យ៉ាងទាំងអស់ដុតផ្ទះនៅសល់តែផេះតែគ្មានឃើញលទ្ធផលអីទាំងអស់ឬមួយក៏ឯងចង់ឲ្យយើងងាប់សិនបានឃើញលទ្ធផលហ៎ ឯខ្មៅយើងជាមួយនឹងកូនចៅយើងបានទៅដល់ទីនោះគ្មានឃើញស្អីទាំងអស់ក្រៅពីទូដែកហើយនឹងឯកសារនៅក្នុងនោះតែប៉ុណ្ណោះចំណែករបស់ដែលយើងត្រូវការគឺគ្មាន យើងរកមិនឃើញមែនក៏ប៉ុន្តែអារម្មណ៍របស់ខ្ញុំគឺរបស់នោះគឺនៅទីនោះ បើអញ្ចឹងយើងត្រូវតែតាមរកកូនស្រីវាឲ្យឃើញបើរកមិនឃើញទេយើងពិតជាមិនដឹងការពិតនោះទេ ត្រូវហើយនេះជាផែនការដែលយើងត្រូវធ្វើតែវាគ្រាន់តែជាចំណែកតូចដែលយើងតាមរកតែប៉ុណ្ណោះ នេះផ្ទះពិតជាគួរឲ្យចង់រស់នៅមែននេះមានដើមឈើច្រើនស្រស់ស្រាយមែនទេ នេះដល់ពេទ្យណាគឺចូលចិត្តដាំស្មៅដាំឈើអញ្ចឹងហើយតែបងប្រាប់ការពីនៅតូចវិញណានៅវត្តវាដាំឈើឡើងពេញហ្នឹងហ្មងផ្ទះនេះមើលអ្នកជំងឺនឹងយល់ អូយនេះតួឯងច្បាស់កន្លែងនេះ
មិនដូចជាអ្នកខ្លះទេ អីនេះកំពុងថាខ្ញុំជាតួឯកមែនទេប្រហែលដឹងតោះចូលផ្ទះតោះចូលផ្ទះចូលផ្ទះចូលផ្ទះ នេះកន្ទប់របស់ចានណាចាំខ្ញុំសម្អាតឲ្យ មិនចាំបាច់ទេលោកគ្រូពេទ្យចាំខ្ញុំសម្អាតខ្លួនឯងក៏បានដែរណា តែចាននៅឈឺណាកុំប្រើកម្លាំងច្រើនល្អអី អូយមិនចាំបាច់តែទាំងពីរហ្នឹងអាការងារប្រើកម្លាំងបែបនេះណាគឺវាត្រូវជាមួយនឹងមនុស្សដែលប្រើកម្លាំងតែយើងមិនម្នាក់អីទេ បានអ្នកពីរបាច់ធ្វើទេនេះមួយម៉ាត់ជន់ពីរម៉ាត់អ្នកបំរើនេះចង់ជេរចង់ស្ដីអីណាគួរតែក្រែងចិត្តខ្ញុំជាបរិសុទ្ធសង្ហាផងណានៅពលីស្អាត សុំតណាប្រហែលជាធ្វើមិនបានទេព្រោះថាវាគ្មានអីធ្វើឲ្យក្រែងចិត្តនោះអី នេះភ្នែកនេះឡើងបាយមែនទេបានជាមើលអីមិនឃើញថាខ្ញុំធ្វើអីខ្លះ ខ្ញុំគិតថាលោកគ្រូពេទ្យជួយនាំបងបលទៅមើលបន្ទប់សម្រាប់ដែរទៅល្អអត់ បាននេះសារយល់មុខច័ន្ទជាស្អាតស្អាតទេមិនគ្រូពេទ្យដេកណាក៏បានដែរបាទលោកគ្រូពេទ្យទៅអាចចិត្តល្អ បាទលោកទូចិត្តអាក្រក់អញ្ជើញមកតាមខ្ញុំមកនៅសល់កន្ទប់ដាក់ជំងឺកណេមួយដែរតោះបាត់ទ្វារផង ក្អោបណាក្អោបទឹកសំខាងអត់តែតបផ្សៃ ឲ្យទៅចូលមកយកស្រាដល់ទៀត មានរឿងអីដែលមិនសប្បាយចិត្តមែនទេចវាយ មានបន្តិចបន្តួចយើងបានឃើញឯងប្រកួតជាមួយនឹងម្នាក់នោះឈ្មោះស្អី តោះចូលមក អូហូណែទំនងរបស់គេបន្ទប់នេះហើយពូអង្គុយស្រួលរបស់គេដេកមិនស្រួលប៉ុណ្ណាទេ សុំទោសណាកន្ទប់រៀងទូចតិចហើយ អូយមកអីទេយ៉ាហើយណាក៏ស្រួលជាងប្រហែលឆ្នាំមុនដែរ សរុបមកវិញគឺទៅនៅក្នុងព្រៃមែនណា អើទៅនៅព្រៃមែនតាអើយទៅនៅព្រៃដេកតាមបឹងតាមសមុទ្រតាមព្រែកតាមអូគៀនព្រៃក៏ដប់ព្រៃក៏មានដែរតាមកន្លែងណាក៏ដេកបានវីបុលចវាយ គឺម្នាក់នោះមុខវាល្អបាច់គុណវាក៏កាន់តែល្អទៀតយើងចង់បានគេមកធ្វើការជាមួយនឹងយើងណា បាទចវាយចាំខ្ញុំចាត់ការជូន ជប់សិនចំពោះរឿងនេះទុកយើងទៅជួបគេដល់ផ្ទាល់ខ្លួនឯងណាគេឲ្យជួបយើងបានហើយណាទៅចុះ នៅតាមមកពុននោះទៀតហ៎ មានថ្ងៃមិនតាមរយទេបង អញ្ចឹងត្រឡប់មកវិញគឺដោយសារតែ ហើយឈប់និយាយហើយក៏ឈប់សួររឿងហ្នឹងសិនណាទុករឿងហ្នឹងម្លាយសិនណាឥឡូវនេះកុំឲ្យស្ដីចាំជូរអូខេ តោះ ណាចានមិនដែរទៅរួចហើយហ្នឹង ចាព្រោះថាបន្ទប់មើលទៅគួរឲ្យចង់រស់នៅខ្លាំងណាស់ ក
នេះគួរតែអរគុណលោកគ្រូពេទ្យខ្លាំងណាស់នេះ មេក្រុមក៏អញ្ចឹងដែរនេះជួយខ្ញុំពីពួកតកែឆានហើយនៅនាំខ្ញុំទៅពេទ្យហើយឥឡូវនេះក៏ជួយខ្ញុំមកទីនេះទៀត អើយមិនអីទេប៉ុន្តែចាន់ក៏ត្រូវប្រយ័ត្នប្រយែងដែរណា មេក្រុមចង់សម្ដៅលើបងបយមែនទេ អើយគេហ្នឹងក៏ត្រូវតែប្រយ័ត្នប្រយែងដែរប៉ុន្តែអ្វីដែលគួរឲ្យប្រយ័ត្នប្រយែងខ្លាំងជាងហ្នឹងគឺពួកតកែឆានព្រោះខ្ញុំគិតថាពួកវាមិនព្រមជប់ងាយៗ ចាខ្ញុំនឹងប្រចាំប្រចាំ គូតាមការចងចាំហ្នឹងណា ណែពេកមានអារម្មណ៍ថាគូអាក្រក់ជាងការសង្ហានៅក្រៅរបស់យើងខ្លាំងណាស់បង ជួយមិនបានទេអ្នកគូត្រូវគូខ្លួនឯងសង្ហាជាងអញ្ចឹងហើយវើយ ចេះតែចេះយ៉ាងហ្នឹងណា ប៉ែតនិយាយចឹងអរគុណច្រើនណាស់ណាដែលបានព្យាបាលហើយនឹងផ្ដល់កន្លែងឲ្យចាំស្នាក់នៅទៀត ជាទូរទីរបស់ខ្ញុំទេមិនគួរសមទេ ចំពោះការព្យាបាលគឺត្រូវតែសម្រាប់កន្លែងស្នាក់នៅពេទ្យពិតជាមានចិត្តល្អពេកទេ អូក៏គិតច្រើនពេកណានេះគឺជាលោកគ្រូពេទ្យវិរៈដ៏សែនចិត្តល្អកុំក្រែងចិត្តអី មែនទេចាន់មិនខ្លាចចិត្តទេតាមសុបាយចុះចាត់ទុកថាជាផ្ទះខ្លួនឯងចុះអូមែនភ្លេចកតុបទឹកនៅខាងក្រោយហើយជាខាងបាយវិញនៅខាងនេះ ហ៊ុយអូយអូយណែនឹកឃើញដល់ផ្ទះបាយគឺឃ្លានល្មម ឥឡូវយើងប្របាយសាច់រឿងវិញយើងនាំគ្នាគិតថាមាននរណាគេចង់បញ្ចេញស្នាដៃទៅម្ហូបទេចាប់អត់ហី ថាម៉េចជិះធ្វើហូបដែរបើតាមប្រចាំបានកាលពីមុនណាអើយទទួលយកអត់បានទេ ចាំអីខុសទេពីមុនណាធ្វើឲ្យញ៉ាំញឹកញាប់ណា បើរសជាតិណាអាចទទួលយកបានតែនិយាយពីមុខម្ហូបវិញណាមានដូចជាតកៅអាំងពងពោះស្ងោរមីងពងបន្ទង់ឆា ហើយនេះខ្ញុំថាឲ្យប៉ែនេះនៅឆ្ងាយពីផ្ទះបាយគឺល្អបំផុតហើយណា ខ្ញុំប្រយ័ត្នប្រយែងណា នេះអត់ជួយចាត់សัตว์ហ្នឹងមែនទេអើយដោយសារតែពីមុនហ្នឹងវាមិនសូវមានស្អីសម្បូរសប្បាយទេហើយក៏វាចង់ធ្វើអីឆ្ងាញ់ក៏វាមិនបានដែរមានតែប៉ុណ្្នឹងតែឥឡូវមិនដូចគ្នាណាវាអាចដែរបើសិនជាមានផ្លែអីបន្តិចតួចអីចឹងណា ណាខ្ញុំមានការងារបន្តត្រូវធ្វើអញ្ចឹងអញ្ជើញញ៉ាំបាយជុំគ្នាឲ្យសុបាយទៅណាតែឯណា អូនិយាយទៅខ្ញុំដល់មកជួវេនដែរចាំញ៉ាំនៅពេទ្យល្អជាង ល្អស្អីហ៎អេ មានន័យថាទៅញ៉ាំនៅពេទ្យវាចំណាយពេលតិចជាងបើសិនជាមានអ្នកជំងឺចូលមកអីអាចសង្គ្រោះមិនទាន់បានណាទៅសិនណាចាំតែមុនណា អូប៉ែតនេះប៉ែតគិតថាបណ្ឌិតកូនចៅតកែឆានហ្នឹងស្គាល់ផ្ទះប៉ែតអត់ហ្នឹង មិនពិបាករយតែខ្ញុំគិតថាពួកវាប្រហែលជាមិនគិតថាចាំនៅជាមួយខ្ញុំនៅអបលទេប្រហែលជាគិតថានៅជាមួយមេក្រុមច្រើនជាង បើអញ្ចឹងមានអាចារ្យមើលស្ថានភាពតទៅទៀតទេចឹងតែខ្ញុំថាពួកហ្នឹងប្រហែលជាមិនតាមយាយីអីចាន់តទៅទៀតទេព្រោះមើលទៅចាន់ក៏ដូចជាអត់សូវដឹងរឿងអីច្រើនដែរហើយបានត្រឹមតែធ្វើជាសាក់សីបានប៉ុន្តែគេក៏មិនបានឃើញផ្ទាល់ភ្នែកថាជាមនុស្សរបស់តកែឆានតាមសម្រាប់ឪពុកគេណា មេក្រុមមិនបារម្ភទេមានអបលនៅហើយទុកចិត្តបាន គួរឲ្យបារម្ភមិនថាទេខ្ញុំទៅល្អជាងណាប៉ែត អ
នេះយើងទៅពីអ្នកអញ្ចឹងចាំបងទៅធ្វើអីញ៉ាំណា អូចាំខ្ញុំធ្វើម្ហូបដោយខ្លួនឯងល្អជាងណាព្រោះថាប៉ែតរ៉ាគាត់អត់ឲ្យខ្ញុំញ៉ាំអីផ្ដេសផ្ដាស់ទេខ្លាចរបួសនេះខ្លាចអញ្ចឹងខ្ញុំធ្វើខ្លួនឯងល្អជាង ក៏បានអញ្ចឹង ឃើញហើយ ឃើញទីគេ ឃើញស្អី គេណាអើយអានេះហែងថ្មរូបចម្លាក់ព្រះគេណែតាហ្នឹងហើយ អូចប់ហើយនេះបានចំជាទូតកោរបស់គ្រូពេទ្យមែនណាសត្វតែបន្លែសុខភាពទាំងអស់ តែញ៉ាំបន្លែច្រើនអញ្ចឹងវាជួយដល់សុខភាពបានច្រើនណាបង ចឹងបន្លែសុទ្ធៗហ្មងនេះមើលតើគ្មានគួរចង់ញ៉ាំមិននេះសោះលើចេះល្អចាំចាំបងទៅរករបស់ផ្សេងអីញ៉ាំ អូមិនចាំបាច់ទេបងប៉ុន្តែនេះខ្ញុំអាចញ៉ាំបានហើយព្រោះថាខ្ញុំក៏អត់ញ៉ាំច្រើនទេខ្ញុំញ៉ាំតែបន្តិចទេបងមិនចាំបាច់ទៅរកអីមកថែមទេណា ហើយបងដឹងថាបន្លែវាល្អចំពោះសុខភាពណាប៉ុន្តែចាំតែគិតចង់ញ៉ាំរបស់ផ្សេងដែរព្រោះបងទៅផ្សារបងមានឃើញសាច់ច្រើនណាសាច់ត្រីឡូម៉ាសាច់ត្រីក្រាញ់ត្រីប្រាជៀមសាច់ឆ្លុះសាច់ទុកអុយបងវី អូយមិនមែនទេគឺខ្ញុំចង់សម្ដៅទៅលើពងមាន់ពេលដែលជៀនទៅផ្ទុះគឺមុខម្ហូបធ្វើពីពងមាន់ ហើយមិននិយាយថាពងមាន់ផ្ទុះអូយផ្ទុះពងនឹងស្រាវអស់លេងនេះ ឥឡូវបងជួយយកបន្លែទៅលាងខ្ញុំទៅយកពងមាន់ណា បាទពងមាន់ក្នុងទូទឹកកកទុះពងអូយ លោកតកែឆាននេះលោកត្រូវការអីប្រកបទៅនេះ សូមគោរពលោកអធិការ យ៉ាងមិនទៅហើយការងារដែលខ្ញុំដាក់ឲ្យតាមដាន អូមីក្រុមគាត់កំពុងរវល់ធ្វើកិច្ចការនៅខាងក្នុង អូបើអញ្ចឹងមើលទៅនាងបែបខំមិនលេងនោះទេអញ្ចឹងរុងរឿងឯងជួយចាត់ចែងផងណា
បាទទទួលបញ្ជាបាទគ្រប់លាក្រុមឆាបក្មួយក្រុមឆាបក្មួយ ហើយហេតុអីក៏ភ្ញាក់អីដល់ថ្នាក់ហ្នឹងអ្នកពលបាត្រី ភ្ញាក់មិនក៏ក្រុមឆាបក្មួយពុំណែមិនក្រុមមកអត់ឲ្យដំណឹងខ្ញុំសងខ្ញុំភ័យអស់កាត់តែពលបាត្រីទៅហេតុអីក៏មកឈរនិយាយទូរស័ព្ទលឹបលងទីនេះមានការសម្ងាត់អីអូណែអត់ការសម្ងាត់អីទេនឹកខ្ញុំទូរស័ព្ទទៅប្រពន្ធខ្ញុំប្រពន្ធកាចណាស់ហើយមើលទៅបានជាត្រូវមកលួចនិយាយបែបហ្នឹងកាចដែរនិយាយចឹងមេក្រុមស្មើនឹងហើយអត់ទាន់ត្រឡប់ទៅផ្ទះទេនៅទេគឺខ្ញុំនៅរកតនន័យប្រហែលជាអាចនឹងដល់យប់ជ្រៅបន្តិចណាអូណែមានកិច្ចការអីឲ្យខ្ញុំជួយបានទេមិនបាច់ទេឥឡូវនេះស្អីក៏មិនទាន់ច្បាស់លាស់ម្យ៉ាងដែរមិនអីទេខ្ញុំទៅឆុង face បានអញ្ជើញនេះទូរស័ព្ទតិចស្ដាប់បានមកស្ដាប់បានដល់កឲ្យខ្ញុំអូយចុះមកចាសុំទោសដែលមករំខានអូនមានការអីបានមកទាំងយប់អញ្ចឹងគឺល្ងាចមិញបានមើលវីដេអូ live ជាមួយតកែឆានដែរទេមែនហើយឃើញអ្វីប្លែកចាំអ្វីឡើងវិញបានខ្លះទេឬក៏ឃើញមនុស្សប្លែកមុខឬមួយមានអ្វីចង់សួរបងឬមួយក៏ហើយវាមានអ្វីដែលខ្ញុំត្រូវចង់ចាំអញ្ចឹងឯងទេគ្មានអីទេល្អហើយអញ្ចឹងអត់ត្រេកហេតុណីរីត្រីសួស្ដីយើងដឹងទុកយើងទៅមើលខ្លួនឯងបងដេតពួកកម្មករបានប្រាប់មកថាពួកគេបានផ្ទះឃើញរបស់ម្យ៉ាងរបស់ដែលឃើញនឹង
តើជាស្អី ពួកគេបានប្រាប់ថាវាគឺជាផ្ទាំងថ្មមួយដុំហើយវាឆ្លាក់ទេវរោគនៅលើនោះ អញ្ចឹងតោះទៅមើលសិន ឆ្ងាញ់មែនទែនម្ហូបគេនេះបងអើយបងបើ អើយចាន់អូឲ្យបងហ៎ ចា ហើយគូចុះសុំមកចឹងអូនេះហេចាន់មិញណាម្ហូបចាន់ណាមិនអន់ប្រហែលទេគឺឆ្ងាញ់គ្រប់មុខតែម្ដងណាអូយបងដាក់ឲ្យឆ្អែតទេ មិនអញ្ចឹងទេណាបងគ្រាន់តែអាចញ៉ាំបានតែប៉ុណ្្នឹងឯង ម្ហូបប៉ុណ្ណឹងឆ្ងាញ់ហើយបើទំនេរធ្វើអាពេទ្យញ៉ាំផងព្រោះអីអាពេទ្យហ្នឹងមិនដឹងទេវាមិនតែញ៉ាំរបស់ឆ្ងាញ់ៗទេអើយបើមិនអញ្ចឹងហៅមេកងមកញ៉ាំជាមួយគ្នាតែម្ដង ចាល្អខ្ញុំនឹងបានតបស្នងទៅបងទាំងអស់គ្នាដែលបានជួយខ្ញុំផងល្អហេសួរម៉ាត់បានទេចាន់ចេះធ្វើម្ហូបពីណាមកឬក៏មានអ្នកបរៀន គឺខ្ញុំអត់បានទៅរៀនមកពីណាទេកាប់ទៅគឺមកពីខ្ញុំនៅតែពីអ្នកពុកហើយខ្ញុំជាមនុស្សស្រីខ្ញុំត្រូវតែទទួលបន្ទុកលើការធ្វើម្ហូបអញ្ចឹងឯងពុកគាត់ជាអ្នកពិសាពេលដែលខ្ញុំឃើញពុកពិសាឆ្ងាញ់គឺខ្ញុំសប្បាយចិត្តហើយអើយបងសុំទោសណាចំពោះរឿងពុករបស់ចាន់ ចាអរគុណបងគឺខ្ញុំធ្វើចិត្តបានខ្លះហើយកាប់ទៅខ្ញុំត្រូវតែធ្វើចិត្តឲ្យបានបើមិនអញ្ចឹងទេខ្ញុំប្រកាសជាមិនរួចខ្លួនម្នាក់ទៀតទេល្អនេះបើសិនជាចាន់គិតអញ្ចឹងបងក៏សប្បាយចិត្តដែរហើយធូរចិត្តមែនតើមនុស្សយើងគួរតែធ្វើអ្វីឲ្យរឹងមាំជាងអ្វីដែលគេមើលឃើញហើយក៏ត្រូវគិតថាតទៅមុខទៀតធ្វើអីដែរ ខ្ញុំនៅមិនទាន់គិតថាត្រូវធ្វើអីទេព្រោះថាខ្ញុំទៅតែកិច្ចពីបាក់ពួកតកាឆានទៅតែពេលនេះទេដែលខ្ញុំស្ងប់ក្នុងអារម្មណ៍ខ្លះ ចាន់កុំបារម្ភអីណាទោះបីយ៉ាងណាក៏បងត្រូវការពីចាន់ដែរធ្វើម្ហូបឆ្ងាញ់បែបនេះអូលះបងយុទ្ធក៏ព្រមដែរអរគុណណាស់បងបងអញ្ចឹងណាចាន់គិតតាមស្រួលទៅថាគួរធ្វើអីបន្តបើមិនចេះចាន់អាចនៅទីនេះរហូតមកទៅល្អដែរបងគឺកុំគិតច្រើនល្អ គឺថាផ្ទះនេះជាផ្ទះរបស់បងប៉ែតយើងចាំសួរម្ចាស់ផ្ទះគេសិនទៅណាមែនបងឲ្យចាំសិតតអ្នកស្នាក់ហ្នឹងអើយអេណែអញញឹមអញ្ចឹងណាគួរស្ដាយមែនទេណាបងគាត់ថាចាន់ណាចាប់ពីថ្ងៃហ្នឹងតទៅគួរតែញឹមឲ្យបានច្រើន ដោយសារតែឯងម្នាក់គត់អវិបុល ហើយកំពុងគិតអីហ៎ ខ្ញុំនៅមិនទាន់គិតអីឃើញទេអ្វីដែលខ្ញុំគិតឃើញនឹងចង់ធ្វើមុនគេគឺត្រឡប់ទៅផ្ទះម្ដងទៀតតែផ្ទះចាន់ឆេះអស់ហើយហ្នឹង គឺខ្ញុំចង់ទៅឲ្យច្បាស់ប្រកាសក្នុងចិត្តថានឹងមានអ្វីសេសសល់ដែលខ្ញុំអាចយកមកជាប់ខ្លួនបានពេលដែលខ្ញុំនឹកពុក អញ្ចឹងណាបងសន្យាបើសិនជាមានពេលទំនេរបងនឹងនាំចាន់ទៅដោយខ្លួនឯងបងក៏យកអារម្មណ៍ចាន់ដែររបស់ខ្លះគឺតម្លៃទេ
ប៉ុន្តែរបស់មួយចំនួនគឺពិតជាមានតម្លៃសំខាន់សម្រាប់យើងខ្លាំងណាស់ដូចជាកន្លែងខ្លះអញ្ចឹងនៅពេលដែលយើងទៅនៅដល់ទីនោះឬក៏យើងបានទៅទីនោះម្ដងទៀតគឺវាធ្វើឲ្យយើងអញ្ចឹងតោះទៅមើលសិននឹកខាងអនុស្សាវរីយ៍យើងអាចធ្វើបានគឺជាអនុស្សាវរីយ៍ដ៏សំខាន់បំផុតបងបលនិយាយបែបនេះមានន័យថាបងបលមានកន្លែងនោះនៅក្នុងចិត្តហើយមែនទេស្អីគេហ្នឹងអាបុលវាតែមកករឿងស្អីទៀតហើយហ្នឹងគាត់ទៅដល់រឿងគេទៀតមើលទៅតោះទៅមើលYesបានជារោគវត្ថុបុរាណមួយមិនអត់បងខំលួងខំលោមអូនឲ្យរូបស្ងួ